ឥឡូវនេះសូមមកមើលវីដេអូនៅក្នុងមេរៀនទី20វីដេអូទី1គឺទាក់ទងទៅនឹងទម្រង់ធម្មតារបស់គេហស័ព្ទឥឡូវយើងមើលឧទាហរណ៍ទាំងអស់គ្នា日曜日本を読んだそれからテレビを見たអញ្ចឹង読んだហើយនិង見たគឺជាទម្រង់ធម្មតារបស់គេហស័ព្ទឃ្លានេះមានន័យថាថ្ងៃអាទិត្យខ្ញុំអានសៀវភៅបន្តមកទៀតមើលទូរទស្សន៍ឥឡូវនេះសូមមកមើលរបៀបនៃការបង្កើតទម្រង់ធម្មតារបស់គេហស័ព្ទអញ្ចឹងទម្រង់ធម្មតារបស់ ikimasu ទៅជា iku ទម្រង់វចនានុក្រមដល់ពេល ikimasen ទៅជា ikanai ទម្រង់ nai ដល់ពេល ikimashita ទៅជា itta ទម្រង់ ta ikimasen deshita ទៅជា ikanakatta អញ្ចឹងនេះគឺជារបៀបនៃការបង្កើតទម្រង់ធម្មតារបស់គេហស័ព្ទឥឡូវនេះសូមអ្នកទាំងអស់គ្នាមកមើលលំហាត់អនុវត្ត A1 ហើយនិង B1 ចឹងនៅក្នុងវេយ្យាករណ៍ទី2នេះគឺជាការឆ្លើយតបទៅនឹងទម្រង់សំណួររបស់ទម្រង់ធម្មតាឥឡូវយើងមើលទាំងអស់គ្នាឧទាហរណ៍土曜日大学へ来るសំណួរនេះមានថាតើថ្ងៃសៅរ៍អ្នកមកសាកលវិទ្យាល័យដែរឬទេជាទូទៅទម្រង់គួរសមរបស់ឃ្លានេះគឺ土曜日大学へ来ますかអញ្ចឹងពាក្យថា来ますかនៅពេលដែលយើងបដូរទៅជាទម្រង់ធម្មតាទៅជា来るហើយបូកនឹងសញ្ញាសួរអញ្ចឹងក្នុងករណីទម្រង់ធម្មតាបែបនេះនៅពេលយើងឆ្លើយស្របគឺយើងប្រើពាក្យថារួចហើយឆ្លើយថា来るគឺថាបាទឬក៏ចាស់ខ្ញុំមកអញ្ចឹងក្នុងករណីបដិសេធវិញយើងឆ្លើយថា来ないអញ្ចឹងគឺជាទម្រង់បដិសេធមានន័យថាいいえមានថាទេខ្ញុំអត់មកទេឥឡូវនេះសូមមកមើលលំហាត់អនុវត្ត B5វេយ្យាករណ៍ទី3គឺទាក់ទងទៅនឹងទម្រង់ធម្មតារបស់គុណនាមប្រភេទ A ឥឡូវយើងមើលឧទាហរណ៍សិនឧទាហរណ៍来週の火曜日は忙しいនេះមានថាថ្ងៃអង្គារអាទិត្យក្រោយខ្ញុំរវល់អញ្ចឹង忙しいគឺមកពីថា忙しいですអញ្ចឹងគឺទម្រង់ធម្មតារបស់គុណនាមគឺយើងលុប des ចោលអញ្ចឹងឥឡូវយើងមើលរបៀបបង្កើតទម្រង់ធម្មតារបស់គុណនាម I ទាំងអស់គ្នាអញ្ចឹง忙しいですទៅជា忙しい忙しくないですទៅជា忙しくないです忙しかったですទៅជា忙しかった忙しくなかったですទៅជា忙しくなかったបើយើងមើលទៅគឺទម្រង់ធម្មតារបស់គុណនាមប្រភេទ X គឺយើងគ្រាន់តែលុប des ដែលនៅចុងកន្ទុយនឹងចោលទៅជាការស្រេចតែម្ដងឥឡូវនេះសូមមកមើលលំហាត់អនុវត្ត A1 ហើយនិង B2 និង B6 ទាំងអស់គ្នាចំពោះការពន្យល់វេយ្យាករណ៍នៅក្នុងមេរៀនទី20សូមស្លេះត្រឹមប៉ុណ្ណេះសូមចាំតាមដានការពន្យល់ជាបន្តទៀតសូមអរគុណ